បាទជំរាបសួរបងប្អូនថ្ងៃនេះមកកាត់កង្កែបអ្នកគណៈធម្មជាតិនេះវា27គូបងប្អូន27គូបែបធម្មជាតិនោះយើងរៀបចំសម្អាតតង់រួចហើយយើងចាប់ដើមរៀបចំសម្ភារៈរាល់ដែរម៉ោង5គឺខ្ញុំចាប់ដើមបើកទឹកហើយបើកទឹកបាញ់វាឲ្យវាហើយយើងប្រកាត់បែបសិប្បនិមិត្តទេណាអត់មានចាក់ថ្នាំទេតែគ្រាន់តែយើងបើកទឹកភ្លើងសិប្បនិមិត្តទឹកភ្លើងសិប្បនិមិត្តបងនេះហើយនេះគឺរបៀបយើងតមកអស់ហើយសម្រាប់ខ្ញុំគឺខ្ញុំតចេញពីម៉ូទ័របែបនេះបងប្អូនគឺអត់មានប្រើទឹកស្រះទឹកអីទេគឺប្រកាត់ទឹកដងបងប្អូននេះហើយគឺជាមេរបស់ខ្ញុំ27គូមេខ្លះពើងចាស់មេខ្លះទៀតពើងគូវាមិនចាស់តែខ្លាំងទេបងប្អូនវាបាន70%ហ្នឹង70 60 80 90អីគឺខ្ញុំយកមកដាក់ទាំងអស់គឺយើងត្រូវការកូនអញ្ចឹងទៅយើងត្រូវកាត់សិនទៅចាំដល់ពេលយើងបានកូននៅក្នុងដៃច្រើនចាំយើងពជាវាបានយូរបន្តិចឲ្យពើងចាស់ល្អណាពុះធ្លាក់ល្អបងប្អូននេះគឺល្អមែនទែនបងប្អូននេះម៉ោង4ជាងហើយគឺខ្ញុំរៀបចំតង់ឲ្យហើយមុននឹងយើងចាប់ដើមនេះណាកង្កែបយើងប្រកាត់ម៉ោង11គឺវាទម្លាក់ពើហើយហើយនេះគឺយើងបាញ់ទឹកឲ្យវាឆ្អែតវាថាទឹកភ្លៀងអញ្ចឹងហើយឆ្អែតទឹក